ស្ដីអ្នកគ្នាធ្វើត្រឡប់មកសារជាថ្មីក្នុងវីដេអូទី2វីដេអូនេះខ្ញុំនឹងមកបង្ហាញពីការឆែកទីតាំងរបស់ admin account ហើយនឹងបង្កើត page អញ្ចឹងយើងទៅបង្កើតទាំងអស់គ្នាទី1យើងទៅឆែកទីតាំងសិនថាវាចាប់ប្រទេសនៅអញ្ចឹងយើងចូល privacy center ហ្នឹងមកហើយយើង scroll មកក្រោមយើងឃើញពាក្យថា view all topic ហើយយើងអូសមកក្រោមមកយើងឃើញ location យើងចុច get start មកហើយយើងអូសមកក្រោមទៀតមកអញ្ចឹងវាបង្ហាញថា Los Angeles California អញ្ចឹងវាថា account របស់យើងនៅអាមេរិកហើយអញ្ចឹងវាចាប់ទីតាំងយើងអាចបង្កើតបានហើយអញ្ចឹងយើងទៅបង្កើត page មកយើងចូល see more មកបានឃើញ page អញ្ចឹងចុច like page មកហើយយើងឃើញ create ហ្នឹងហើយអញ្ចឹងយើងដាក់ឈ្មោះ content ដែលយើងចង់ធ្វើមកអូខ្ញុំភ្លេចប្រាប់មុននឹងអ្នកនរគ្នាចូលលេង account ឬក៏ធ្វើអីហ្នឹងយើងត្រូវតែ connect VPN ឬក៏ SUSE វាយកាតអីសិនទៅដើម្បីបដូរ IP សិនណាអូខេកន្លែងនេះគឺ category យើងអាចដាក់ category អីក៏បានដែរអញ្ចឹងជាធម្មតាខ្ញុំដាក់វីដេអូ gaming ហ្នឹងឯងអូខេកន្លែងនេះវាអត់មានទេ creator មានតែ gaming video creator អញ្ចឹងយើងចុចមកហើយយើងយក create មកអញ្ចឹងយើងចាំតិចទៅវានឹងដើរហើយអូខេបន្ទាប់ពីបានហើយយើងមាន bio មួយយើងដាក់អីក៏បានដែរអូខេខ្ញុំដាក់ cat lover ហ្នឹងទៀតទៅ cat love ហើយយើងដាក់បេះដូង A 2 3ទៅកន្លែងនេះយើងមិនបាច់ដាក់អីទេហើយកន្លែងម៉ោងនេះយើងដាក់បើករហូតទៅហើយយើងចុច next ទៀតមកហើយកន្លែងនេះយើងអាចដាក់ profile បានប៉ុន្តែចាំចាប់សិនឥឡូវយើងចុច next សិនកន្លែងនេះគឺយើងអាច invite friend របស់យើងដែលនៅ account admin ហ្នឹងចូល follow page របស់យើងបានអញ្ចឹងយើងមិនបាច់ក៏បានដែរហើយយើង next មកហើយយើងចុច done មកអូខេឥឡូវយើងវា auto switch ទៅ page ហ្នឹងហើយអញ្ចឹងយើងចាំតិចទៅអូខេបន្ទាប់ពីបានហើយយើងធ្វើការ add folder ចូលសិនអូខេយើង add folder ចូលរបស់យើងមកឥឡូវខ្ញុំ add សិនចាំតិចនេះកន្លែងនេះយើងចុច add folder របស់យើងចូលមកអូខេខ្ញុំ add សិនចុច change សិនហើយយើងទៅរក folder ដែលយើងចង់ដាក់មកហើយចុច OK ហើយយើង restart នោះណាតោះតែយើង restart សិនបានវាចាប់ folder មកឲ្យអូខេបន្តមកទៀតយើងចុចចូលម្ដងទៀតមកហើយយើងចូល profile មកហើយបន្តមកទៀតយើងចុចកន្លែងកាមេរ៉ាហ្នឹងមកដើម្បីដូររូបភាពអូខេខ្ញុំមានរូបភាពមួយដើម្បីដូរដាក់ profile អូខេហើយយើងចុចដានមកចុច save ចឹងបន្តមកទៀតយើងចាំបន្តិចទៅវាកំពុងតែ upload profile ហើយ page នេះយើងអត់មានអីបបាទេគ្រាន់តែយើងបង្កើតយើងផុសឲ្យទៀងម៉ោងទៀងអីទៅមានរូបភាពមាន status មានវីដេអូវែងវីដេអូខ្លី short អីចឹងទៅអូខេបន្តមកទៀតកន្លែងនេះយើងចុចកូនចោលទៅអូខេ page ដែលយើងបង្កើតមកមាន content អូសមាន follow មានអីណាហ្នឹងអូខេហើយអញ្ចឹងយើងអាច post status ផុសរូបភាពផុសវីដេអូអីបានអញ្ចឹងខ្ញុំនឹង upload reel ចូលអញ្ចឹងតើតើកន្លែងនេះវីដេអូគឺខ្ញុំមើលទៅវាខ្លីតិចហើយអ្នកទាំងគ្នាអាចរកវីដេអូណាដែលវែងចាប់ពី15 second ឡើងទៅគឺបានហើយអានេះខ្ញុំមានតែ12 second ទេអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមើលអញ្ចឹងយើងសាក select វីដេអូណាមួយទៅអូខេអញ្ចឹងខ្ញុំយកវីដេអូនេះហើយយើងចុច next មកអញ្ចឹងកន្លែងនេះមាន2មាន add title ហើយនឹង description ប៉ុន្តែខ្ញុំដាក់ថា description ហ្នឹងទេយើងពណ៌នាពីវីដេអូរបស់យើងទៅកន្លែងនេះយើងដាក់អីក៏បានដែរណាយើងដាក់ឲ្យត្រូវ content របស់យើងទៅអូខេនេះខ្ញុំឧទាហរណ៍គឺយើងមាន caption ហើយនឹង hashtag អញ្ចឹង hashtag យើងផុសឲ្យត្រូវ content ដែលយើងផុសមកអូខេយើងដាក់3 4ទៅបានមិនដាក់ច្រើនពេកទេអូខេអញ្ចឹងខ្ញុំដាក់3ហ្នឹងហើយបន្តមកទៀតយើង scroll មកក្រោមមកហើយយើង share ណាទៅចុះយើងចាំបន្តិចទៅវានឹង upload ឲ្យហើយចឹងវីដេអូទាំងអស់យើងត្រូវធ្វើការ copyright ដែរយើងត្រូវកាត់វាសិនអស់យ៉ាងនោះរូបអីគេនោះរូបដំរី
អូខេយើងចាំតិចសិនទៅអូខេអញ្ចឹងវីដេអូយើងផុសបានហើយអញ្ចឹងយើងទៅឆែកមើលក្នុង profile របស់យើងអូខេអានេះគឺបានហើយអញ្ចឹងការផុសហ្នឹងគឺមានតែប៉ុណ្្នឹងឯងវាអត់មានអីច្រើនទេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតអូខេអរគុណច្រើនជម្រាបលាបាយបាយ